សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានសាច់រឿងថ្មីពីបងប្អូនយើងទៀតហើយតែមុននឹងចូលទៅដល់សាច់រឿងខ្ញុំសូមប្រាប់ទាំងអស់គ្នានឹងហើយខុសខាងព្រះភូមិអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនតិចបងប្អូនបាទរឿងព្រះភូមិនេះមួយយើងមិនអាចលេងសើចផ្ដេសផ្ដាស់ទេបាទបងប្អូនអរគ្នាយើងត្រូវដឹងថាព្រះភូមិគឺអ្នកការពារម្ចាស់ទឹកម្ចាស់ដីឬក៏ការពារផ្ទះយើងទាំងមូលតែម្ដងមកបរិវេណដីយើងអញ្ចឹងបងប្អូនមុននឹងធ្វើអីវាយព្រះភូមិចោលបងប្អូនគួរតែរកលោកឬក៏រកគ្រូមើលសុំគេសែនគេឲ្យបានត្រឹមត្រូវកុំឲ្យដូចនៅក្នុងវីដេអូនេះនិងសាច់រឿងនេះតោះឥឡូវបងប្អូនចូលទៅស្ដាប់សាច់រឿងគាត់ពិតទាំងអស់គ្នានឹងឲ្យបងប្អូនអរគ្នារឿងព្រះភូមិនឹងបងស្រីម្នាក់2នាក់ប្តីប្រពន្ធរួមទាំងមានកូន2ប្រុស1ស្រី1គាត់បានធ្វើការនៅតាមរាជធានីភ្នំពេញអញ្ចឹងបងប្អូនគ្នារួចគាត់ក៏បានជួលផ្ទះគេនៅចិត្តកន្លែងធ្វើការរបស់គាត់ហ្នឹងទៅរួចក៏គាត់មិនដឹងថាប្រវត្តិផ្ទះហ្នឹងគឺយ៉ាងណាយ៉ាងណីទេអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងហ្នឹងខ្ញុំរៀបរាប់ពីផ្ទះហ្នឹងសិនបងប្អូនអរគ្នាដើមឡើយផ្ទះហ្នឹងគឺមានតែផ្ទះម្ចាស់ផ្ទះមួយទេហើយខាងមុខទលាយលវងអញ្ចឹងទៅមានព្រះភូមិមានអីនៅខាងពីមុខផ្ទះអញ្ចឹងទៅម្ចាស់ផ្ទះក៏នឹកឃើញថាបើសិនជាធ្វើផ្ទះជួល 3-4 បន្ទប់អាចនឹងចំណេញអញ្ចឹងណាបងប្អូនគ្នាចំណេញលុយមានចំណូលចូលអញ្ចឹងទៅស្រាប់តែគាត់ក៏ធ្វើផ្ទះជួលអញ្ចឹងទៅរួចក៏វាយព្រះភូមិចោលក៏ប៉ុន្តែគាត់ភ្លេចគិតរឿងព្រះភូមិហ្នឹងអញ្ចឹងបងប្អូនគ្នាគាត់ក៏ណាត់ជាងធ្វើផ្ទះ 3-4 បន្ទប់ហ្នឹងបងប្អូនគ្នាធ្វើផ្ទះហើយជាងមកគេវាស់វែងអីចឹងទៅចំព្រះភូមិហ្នឹងតែម្ដងរួចក៏បានវាយព្រះភូមិហ្នឹងចោលมันបានឲ្យម្ចាស់ផ្ទះអុជធូបសែនប្រេងសែនអីត្រឹមត្រូវនោះទេបងប្អូនអរគ្នារួចក៏វាយចោលអីចឹងទៅម្ចាស់ផ្ទះគាត់ក៏មិនបានចាប់អារម្មណ៍ដែរគាត់នឹកឃើញថាចិត្តគាត់ចង់ធ្វើហើយគាត់ភ្លេចគិតអីចឹងបងប្អូនគ្នាធម្មតាចិត្តយើងចិត្តគេក៏ដូចគ្នាដែរបងប្អូនគ្នាតែចង់ធ្វើអីមួយគឺសម្រាប់ចិត្តភ្លាមហើយมันបានគិតអីវែងឆ្ងាយនោះទេឲ្យតែបានដូចចិត្តខ្លួនឯងគឺស្វ័យចិត្តហើយចឹងជាងក៏បានធ្វើរួចរាល់ហើយអស់ចំលើប្រភពហ្នឹងទៅក៏បានសាសង់អីចឹងបានរយៈពេល2ខែអីហើយចឹងបងប្អូនគ្នារួចម្ចាស់ផ្ទះហ្នឹងក៏ដាក់ផ្លាកជួលផ្ទះមាន3បន្ទប់ដាក់ផ្លាកជួលផ្ទះហើយ3បន្ទប់ហ្នឹងបន្ទប់មួយដាច់ដライបន្ទប់ដែលថាធ្វើចំពីលើព្រះភូមិហ្នឹងគឺ2ជាប់គ្នាបងប្អូនអរគ្នាគេហៅបន្ទប់ភ្លួអ្នកនៅច្រើនគ្រួសារ4-5នាក់អីអាចជួលបន្ទប់ហ្នឹងនៅបានអញ្ចឹងបងស្រីនិងបងប្រុសហ្នឹងគាត់4នាក់ម្ដាយកូនគាត់ហ្នឹងគាត់ជួលបន្ទប់ភ្លួហ្នឹងហើយបន្ទប់ទាំង3ហ្នឹងគឺនៅទាំងអស់គ្នាបងប្អូនបន្ទប់ទី1បន្ទប់ទី2បន្ទប់ទី3ហ្នឹងមានមនុស្សចូលនៅអស់ហើយក៏ប៉ុន្តែអាបន្ទប់ទី3បន្ទប់ទី2ហ្នឹងអាបន្ទប់ថាភ្លួហ្នឹងបងប្រុសបងស្រីហ្នឹងគាត់ក៏ទៅជួលនៅអញ្ចឹងទៅរួចពីការនៅនឹងហើយគាត់ក៏បាននិយាយប្រាប់ថាតាំងពីគាត់មកនៅកន្លែងហ្នឹងមកគឺមិនដែលមានលក្ខណៈថាសុបាយចិត្តអីមិនទេបលំឡើងគឺប្តីប្រពន្ធគាត់តាក់មាត់គ្នារហូតថ្ងៃឡើងតាក់មាត់គ្នាល្ងាចឡើងតាក់មាត់គ្នាចង់តែសម្ដីតូចសម្ដីធំដាក់គ្នាអញ្ចឹងបងម៉ែបងប្អូនគ្នាក៏ប៉ុន្តែគាត់ក៏បាននិយាយប្រាប់ដែរថាប្តីប្រពន្ធគាត់ពីមុនមកមិនដែរអញ្ចឹងទេគឺចាប់ផ្ដើមមកនៅហ្នឹងគឺចាប់ផ្ដើមសម្ដីតូចសម្ដីធំដាក់គ្នាធ្វើអីមិនដែរត្រូវចិត្តគ្នាទេ
ក៏ប៉ុន្តែគាត់មិនដឹងថាខុសមកពីប្រភពហ្នឹងទេដែលថាកន្លែងដែលគាត់នៅហ្នឹងគឺចំលើគេដោយសារតែម្ចាស់ផ្ទះអត់បានប្រាប់ឬក៏គាត់មិនដឹងដែរបងប្អូនអរគ្នាធម្មតាយើងតែនៅហើយគឺមិនបានដឹងប្រវត្តិនឹងពីមុនមកទេរួចគាត់ក៏ឆ្លោះគ្នាជារៀងរាល់ថ្ងៃរឿយហើយបន្ទប់កន្លែងដែលកូនប្រុសរបស់គាត់ដេកហ្នឹងគឺចំព្រះភូមិតែម្ដងបងប្អូនគ្នាព្រះភូមិនឹងខឹងនៅបានប្រហែលជាជិតកន្លះឆ្នាំបងប្អូនអរគ្នាកូនប្រុសរបស់គាត់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ព្រោះអីកូនប្រុសរបស់គាត់ហ្នឹងគឺដេកនៅក្នុងបន្ទប់ខាងក្នុងហ្នឹងចំកន្លែងព្រះភូមិហ្នឹងតែម្ដងគេហៅថាយើងដេកលើគេអញ្ចឹងបងប្អូនគ្នាគេខឹងរួចកូនគាត់ហ្នឹងថ្ងៃមួយក៏បានទៅរៀនអីធម្មតាដូចសប្តាហ៍ថ្ងៃអញ្ចឹងទៅរួចក៏ជិះម៉ូតូទៅមិនបានដល់សាលារៀនផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកឡានបាក់ជើង2-3កណាត់អញ្ចឹងបងប្អូនគ្នាតែមិនបាត់បង់ជីវិតទេដោយសារកូនគាត់ហ្នឹងអាយុថ្លៃដែរគេក៏បានសួរនាំថាក្មេងប្រុសហ្នឹងនៅណានៅណីអញ្ចឹងក៏តែមកបងស្រីហ្នឹងគាត់ជាប់ធ្វើការនៅរោងចក្រអញ្ចឹងបងប្អូនអរគ្នាហើយសាច់រឿងនេះគឺអត់មានអ្នកណាប្រាប់ខ្ញុំទេបងប្អូនអរគ្នាគឺខ្ញុំដឹងច្បាស់តែម្ដងដោយសារតែនៅជិតផ្ទះខ្ញុំអញ្ចឹងបងប្អូនអរគ្នារួចបងស្រីហ្នឹងគាត់ក៏យកកូនទៅពេទ្យទៅអីចឹងទៅក៏បានព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល 2-3 ខែដែរបងប្អូនអរគ្នាអស់រយៈពេល 2-3 ខែដែរហើយគាត់ថ្ងៃមួយពេទ្យក៏ណាត់កូនរបស់គាត់ហ្នឹងចេញពីពេទ្យបងប្អូនអរគ្នាណាត់ចេញពីពេទ្យមកដល់តែមកដល់អីជាសះស្បើយហើយគាត់ក៏មិនអស់ចិត្តដោយសារថាបងស្រីហ្នឹងគាត់ជឿលើអបិយជំនឿដែរពីអ្នកប្តីប្រពន្ធគាត់ក៏ប៉ុន្តែគាត់មិនសូវជឿជាខ្លាំងទេគាត់ថាជឿ50អត់50ចឹងទៅខាងផ្លូវហ្នឹងគាត់ក៏ទៅស្រុកកំណើតរបស់គាត់ហ្នឹងទាំងម្ដាយទាំងកូនហ្នឹងកម្មពិតបងប្អូនអរគ្នាអេដមីនសុំកាត់បន្តិចសារដើមមកបន្តិចគាត់ក៏នាំកូនគាត់ហ្នឹងចេញពីពេទ្យហ្នឹងអត់មកនៅផ្ទះហ្នឹងវិញទេបងប្អូនអរគ្នាគឺទៅនៅស្រុករបស់គាត់នៅឯស្រុកកំណើតខាងម្ដាយគាត់ខាងបងស្រីហ្នឹងក៏ឲ្យយាយតាហ្នឹងមើលចៅហ្នឹងទៅគាត់មកធ្វើការនៅភ្នំពេញវិញអញ្ចឹងបងប្អូនអរគ្នាតែគាត់ក៏ទៅដល់ស្រុកហើយគាត់ក៏មានគ្រូមួយនៅក្នុងភូមិរបស់គាត់នឹងដោយសារប៉ាកែស័ក្តិសិទ្ធិខាងមើលខាងអីផ្លូវងឹតហ្នឹងស្រាប់តែគ្រូហ្នឹងទៅដល់ឡើងគ្រូហ្នឹងមើលថាកន្លែងដែលគាត់នៅធ្វើការនៅសប្តាហ៍ថ្ងៃភ្នំពេញហ្នឹងគឺខុសខាងព្រះភូមិយើងនៅចំពីលើគេអញ្ចឹងហើយគេយកជីវិតយើងដោយសារតែកូនរបស់យើងហ្នឹងអាយុវែងគេហៅថាអាយុថ្លៃអញ្ចឹងអត់បាត់បង់ជីវិតទេបានតាមតែរបួសដៃរបួសជើងតែប៉ុណ្ណោះតែយើងកុំបំពេញគេប្រយ័ត្នថ្ងៃណាមួយយើងយកអូនដាក់យើងអាចនឹងបាត់បង់ជីវិតអញ្ចឹងគាត់ក៏ចាប់ផ្ដើមត្រឡប់មកផ្ទះគាត់ដែលនៅភ្នំពេញផ្ទះជួលណាបងប្អូនគ្នាគាត់ក៏បានទៅសួរនាំម្ចាស់ផ្ទះថាកន្លែងដែលខ្ញុំនៅរាល់ថ្ងៃហ្នឹងគឺនៅចំព្រះភូមិមែនម្ចាស់ផ្ទះក៏ឆ្លើយថានឹងហើយពីមុនកន្លែងហ្នឹងគឺមានព្រះភូមិរួចធ្វើផ្ទះជួលចំលើក៏ឲ្យជាងវាយអញ្ចឹងកូនខ្ញុំខុសខាងព្រះភូមិហ្នឹងហើយគូថ្នាក់រាចរហ្នឹងទៅស្រុកហ្នឹងគ្រូគេថាខុសខាងព្រះភូមិកូនរបស់ខ្ញុំដេករាល់ថ្ងៃហ្នឹងដេកនៅពីលើគេអញ្ចឹងគេខឹងគេយកជីវិតក៏ប៉ុន្តែយកមិនបានដោយសារតែជីវិតកូនរបស់ខ្ញុំថ្លៃគ្រូឯនិយាយអញ្ចឹងគេគ្រូគាត់ផ្ដាំថាឲ្យម្ចាស់ផ្ទះឯងហ្នឹងរៀបចំឲ្យគេឲ្យបានត្រឹមត្រូវគេដាក់ប្រភពថ្មីកន្លែងផ្សេងហើយលោកហៅអីមក
មើលដាក់កន្លែងដាក់ប្រភពដាក់អីឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនគ្នាហើយរឿងហ្នឹងក៏បានមកដល់ទីបញ្ចប់តែបងប្អូនគ្នាក្រៅពីរៀបចំប្រភូមិរៀបចំអីឲ្យបានត្រឹមត្រូវអីចឹងទៅកូនរបស់គាត់ហ្នឹងក៏ជាសះស្បើយដាក់ថ្នាំដាក់អីចឹងជាបានដើរបានអីរួចចឹងបងប្អូនគ្នាក៏ប៉ុន្តែរឿងខុសព្រះភូមិនេះគឺអត់បានទេបងប្អូន